ធ្លាប់ឆ្ងល់ទេថាហេតុអ្វីស្បែកចន្ទិរបស់អ្នកមិនសូវទទួលបានផលនៅក្នុងវីដេអូនេះអ្នកនឹងដឹងអំពីសារៈសំខាន់មួយចំនួនដូចជាទី1បញ្ហាដីជូរទី2អ្វីទៅជាកំបោរសទី3អត្ថប្រយោជន៍នៃកំបោរសទី4របៀបប្រើប្រាស់ជាក់ស្ដែងរបស់កំបោរសនិងទី5ចំណុចគួរយល់ដឹងនិងការប្រុងប្រយ័ត្នទី1បញ្ហាដីជូរនិងការប្រើប្រាស់កំបោរកសិកម្មដើម្បីដោះស្រាយបញ្ហាដីជូរគឺជាបញ្ហាចម្បងមួយនៅក្នុងវិស័យកសិកម្មជាពិសេសនៅក្នុងប្រទេសកម្ពុជាដែលអាចប៉ះពាល់ដល់ការលូតលាស់និងទិន្នផលដំណាំគ្រប់យ៉ាងសំខាន់ការយល់ដឹងអំពីបញ្ហានេះនិងការដោះស្រាយបញ្ហាដោយប្រើប្រាស់កំបោរសវាគឺជាកត្តាសំខាន់សម្រាប់កសិករអ្វីទៅជាដីជូរដីជូរគឺជាដីដែលមានកម្រិត pH ទាបជាង 7.0 នៅពេលដែល pH ទាបជាង 7.0 កម្រិតអាស៊ីតនៅក្នុងដីកាន់តែខ្ពស់ដីនៅតំបន់ត្រូពិចជាទូទៅងាយនឹងមានជាតិជូរដោយសារតែទី1កម្រិតទឹកភ្លៀងច្រើនធ្លាក់មកជាប់គ្នាជាយូរនឹងនាំយកសារធាតុចិញ្ចឹមសំខាន់មួយចំនួនដូចជាកាល់ស្យូមម៉ាញ៉េស្យូមនិងប៉ូតាស្យូមចេញពីដីនៅពេលសារធាតុទាំងនេះបាត់បង់វានឹងបន្សល់ទុកនៅសារធាតុអាស៊ីតដូចជាអាលូមីញ៉ូមនិងអ៊ីដ្រូសែនជំនួសវិញទី2ការប្រើប្រាស់ជីគីមីមួយចំនួនជីគីមីដែលមានអាម៉ូញ៉ូមដែលធ្វើឲ្យដីកាន់តែជូរនៅពេលប្រើប្រាស់យូរទៅទី2សារធាតុសរីរាង្គនៅក្នុងដីការបំបែកសារធាតុសរីរាង្គដោយបាក់តេរីនៅក្នុងដីក៏អាចបង្កើតអាស៊ីតផងដែរបញ្ហាដែលបង្កឡើងដោយដីជូរនៅពេលដែលដីមានជាតិជូរខ្លាំងវាបណ្ដាលឲ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើនទៅលើដំណាំរួមមានទី1កង្វះសារធាតុចិញ្ចឹមទោះបីជាសារធាតុចិញ្ចឹមមាននៅក្នុងដីក៏ដោយក៏ដីជូរធ្វើឲ្យសារធាតុចិញ្ចឹមទាំងនោះដូចជាផូស្វ័រអាហ្សូតនិងប៉ូតាស្យូមมันអាចរលាយឬมันអាចស្រូបយកដោយឫសដំណាំបានទេទី2ការពុលដោយអាលូមីញ៉ូមនិងម៉ង់ហ្គាណេសនៅក្នុងដីជូរអាលូមីញ៉ូមនិងម៉ង់ហ្គាណេសក្លាយជារលាយច្រើនហើយក្លាយជាជាតិពុលដល់ឫសដំណាំឫសនឹងលូតលាស់មិនបានល្អខូចខាតនិងមិនអាចស្រូបយកទឹកនិងសារធាតុចិញ្ចឹមបាននោះទេទី3ប៉ះពាល់ដល់សកម្មភាពមីក្រូសរីរាង្គក្នុងនោះមានបាក់តេរីនិងផ្សិតដែលមានប្រយោជន៍នៅក្នុងដីដែលជួយបំបែកសារធាតុសរីរាង្គនិងផ្ដល់សារធាតុចិញ្ចឹមដល់ដំណាំมันអាចរស់នៅឬធ្វើសកម្មភាពបានល្អនោះទេនៅក្នុងដីជូរទី4ការលូតលាស់យឺតនិងទិន្នផលទាបដោយសារតែខ្វះសារធាតុចិញ្ចឹមនិងការពុលផ្សេងដំណាំនឹងលូតលាស់យឺតមិនរឹងមាំនិងផ្ដល់ទិន្នផលទាបព្រមទាំងគុណភាពមិនល្អផងដែរអ្វីទៅជាកំបោរសគឺជាសារធាតុធម្មជាតិមួយប្រភេទដែលគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងវិស័យកសិកម្មដើម្បីកែតម្រូវគុណភាពដីជាពិសេសដីដែលមានសារធាតុអាស៊ីតឬដែលយើងហៅថាដីជូរពាក្យកំបោរសនេះអាចសំដៅទៅលើប្រភេទសារធាតុផ្សេងគ្នាប៉ុន្តែភាគច្រើនសំដៅលើកាល់ស្យូមកាបូណាតដែលមានរួមមុន Ca CO3 តួនាទីសំខាន់នៃកំបោរសក្នុងកសិកម្មតួនាទីចម្បងរបស់កំបោរសគឺកែតម្រូវជាតិអាស៊ីតរបស់ដីដែលយើងហៅថា pH ឲ្យមានតុល្យភាពនៅពេលដីមានជាតិជូរពេកសារធាតុចិញ្ចឹមសំខាន់ជាច្រើនមិនអាចស្រូបយកដោយឫសដំណាំបានឡើយហើយសារធាតុមួយចំនួនដូចជាអាលូមីញ៉ូមអាចក្លាយទៅជាជាតិពុលកំបោរសជួយបង្កើន pH ដីធ្វើឲ្យសារធាតុចិញ្ចឹមស្រូបយកបានល្អប្រសើរឬដំណាំលូតលាស់បានល្អកាត់បន្ថយការពុលដីនិងបង្កើនសកម្មភាពមីក្រូសរីរាង្គមានប្រយោជន៍នៅក្នុងដីសរុបមកកំបោរសគឺជាឧបករណ៍ដ៏សំខាន់សម្រាប់កសិករនៅក្នុងការគ្រប់គ្រងគុណភាពដី
ដើម្បីធានាការលូតលាស់បានល្អនិងផ្ដល់ទិន្នផលខ្ពស់ជារួមនៃអត្ថប្រយោជន៍របស់កំបោរសគឺទី1បង្កើនកម្រិត pH របស់ដីកំបោរសមានលក្ខណៈជាមូលដ្ឋានអាល់កាឡាញដែលមានសមត្ថភាពបន្សាបជាតិអាស៊ីតនៅក្នុងដីនៅពេលវាត្រូវបានបន្ថែមនៅក្នុងដីវានឹងរលាយហើយបញ្ចេញអ៊ីយ៉ុងកាល់ស្យូមនិងកាបូណាតអ៊ីយ៉ុងកាបូណាតនេះនឹងមានប្រតិកម្មជាមួយអ៊ីយ៉ុងអ៊ីដ្រូសែនដែលជាអាស៊ីតនៅក្នុងដីបង្កើតទៅជាទឹកនិងកាបូនឌីអុកស៊ីតដែលធ្វើឲ្យកម្រិត pH កើនឡើងទី2ផ្ដល់ជាតិកាល់ស្យូមកាល់ស្យូមគឺជាសារធាតុសំខាន់មួយសម្រាប់ដំណាំវាជួយពង្រឹងកោសិកាដើមពង្រឹងឫសនិងជួយដល់បង្កើតប្រព័ន្ធផ្លែទី3កាត់បន្ថយការពុលអាលូមីញ៉ូមនៅពេល pH កើនឡើងអាលូមីញ៉ូមនឹងមិនសូវរលាយហើយមិនសូវមានជាតិពុលដល់ឫសដំណាំទៀតនោះទេនេះធ្វើឲ្យការលូតលាស់បានល្អនិងស្រូបយកសារធាតុចិញ្ចឹមបានពេញលេញទី4បង្កើនប្រសិទ្ធភាពដីដោយសារតែ pH នៅក្នុងដីមានតុល្យភាពសារធាតុចិញ្ចឹមពីជីគីមីឬជីធម្មជាតិអាចរលាយនិងស្រូបយកបានកាន់តែល្អដល់ដំណាំនេះមានន័យថាអ្នកអាចប្រើប្រាស់ជីនៅក្នុងបរិមាណតិចជាងមុនប៉ុន្តែទទួលបានប្រសិទ្ធភាពដូចគ្នាទី5លើកកម្ពស់សកម្មភាពមីក្រូសរីរាង្គនៅក្នុងដីមាន pH សមស្របបាក់តេរីនិងផ្សិតដែលមានប្រយោជន៍នឹងកើតឡើងនឹងជួយបង្កើតជីជាតិដីនិងការបំបែកសារធាតុសរីរាង្គទី6រចនាសម្ព័ន្ធដីកាល់ស្យូមជួយឲ្យភាគល្អិតដីប្រមូលផ្តុំបានល្អដែលធ្វើឲ្យមានលក្ខណៈធូររលុងមានខ្យល់ចេញចូលល្អនិងរក្សាសំណើមបានល្អដើម្បីដោះស្រាយបញ្ហាទាំងអស់នេះការប្រើប្រាស់កំបោរសឲ្យមានប្រសិទ្ធភាពយើងត្រូវធ្វើដោយវិធីដូចខាងក្រោមទី1ធ្វើតេស្តដីជាមុនសិននេះជារឿងសំខាន់បំផុតដើម្បីកំណត់កម្រិត pH បច្ចុប្បន្នរបស់ដីនិងបរិមាណកំបោរដែលត្រូវការទី2ជ្រើសរើសប្រភេទកំបោរបានត្រឹមត្រូវកំបោរសមានជាច្រើនប្រភេទដូចជាកំបោរកសិកម្មកំបោរដុតកំបោរបំពងកំបោរកសិកម្មជាទូទៅត្រូវបានគេប្រើច្រើនជាងគេសម្រាប់កែតម្រូវដីទី3កំណត់បរិមាណសមស្របការប្រើប្រាស់ច្រើនពេកធ្វើឲ្យ pH កើនឡើងខ្ពស់ពេកដែលប៉ះពាល់ដល់ការលូតលាស់សារធាតុចិញ្ចឹមផ្សេងៗទៀតទី4វិធីសាស្ត្រប្រើប្រាស់រោយកំបោរសឲ្យសព្វទៅលើផ្ទៃដីហើយភ្ជួររាស់បញ្ចូលទៅក្នុងដីឲ្យបានជម្រៅប្រហែល15ទៅ20សង់ទីម៉ែត្រដើម្បីឲ្យវារលាយចូលគ្នាបានល្អទី5ពេលវេលាប្រើប្រាស់ពេលវេលាប្រើប្រាស់ដែលល្អបំផុតគឺមុនពេលដាំដុះឬនៅដើមរដូវវស្សាដើម្បីឲ្យវាមានពេលវេលាគ្រប់គ្រាន់ក្នុងការរលាយនិងធ្វើសកម្មភាពរលាយព្រោះដើមរដូវវស្សាគឺមានទឹកភ្លៀងគ្រប់គ្រាន់សម្រាប់ឲ្យកំបោរសរលាយបានការយល់ដឹងនិងការអនុវត្តប្រើប្រាស់កំបោរសឲ្យបានត្រឹមត្រូវនឹងជួយឲ្យកសិករដោះស្រាយបញ្ហាដីជូរប្រកបដោយប្រសិទ្ធភាពធ្វើឲ្យដំណាំស្វាយចន្ទីលូតលាស់បានល្អប្រសើរនិងបង្កើនទិន្នផលជាទីគាប់ចិត្តជាចុងក្រោយខ្ញុំបាទសូមអរគុណដែលបានទស្សនាវីដេអូរបស់ខ្ញុំពីដើមដល់ចប់ប្រសិនបើបងប្អូនមានចម្ងល់ឬក៏មានបញ្ហាចង់ឲ្យខ្ញុំធ្វើវីដេអូបង្ហាញបន្ថែមសូម comment នៅខាងក្រោមសូមជួយ like ជួយ share និង subscribe ដើម្បីបានវីដេអូថ្មីៗទាក់ទងនឹងកសិកម្មសូមអរគុណសូមជម្រាបលា